អត់ដែរដឹងសោះថានៅទូទំពងបើគេមានស្ប៉ាហ្គាទីមួយចាន5000ជីកាត់នឹងឃើញគេដាក់ផ្លាកនេះថាមួយចាននឹង5000ក៏មុខទាំងអស់ហ្មងតម្លៃ5000មែនប៉ុន្តែមួយចានបើគេនឹងគឺរៀងច្រើនដែរហើយសំខាន់និយាយពីរសជាតិវិញគឺឆ្ងាញ់បើគេមែនខ្ញុំបានទិញស្អាតហើយគឺឆ្ងាញ់មែននៅមានរសជាតិផ្សេងទៀតក៏តម្លៃ5000ដែរនិយាយទៅគឺមើលតំណមែនតែហ្មងតម្លៃ5000មែនសម្រាប់ទីតាំងវិញគឺនៅម្ដុំទូទំពងនៅលើផ្លូវ470សម្រាប់ឈ្មោះវិញគឺកន្លែងគាត់នឹងឈ្មោះ Creamy Spaghetti Lab បើកចាប់ពីម៉ោង10ព្រឹកដល់ម៉ោង7ល្ងាចបើកលក់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍បើទៅទិញល្ងាចឡើងឯហ្នឹងអានថាចាំរៀងយូរតិចនៅកន្លែងហ្នឹងគឺមានគេទិញច្រើនតិចដល់ពេលចឹងទៅយកចាប់លេខចាំប្រហែលជា5នាទី10នាទីដែរអញ្ចឹងហើយមួយទៀតនៅកន្លែងគាត់ហ្នឹងគឺអត់មានឡើងអង្គុយទេមានតែទិញខ្ចប់ចឹងហើយមុនហ្នឹងគឺខ្ញុំបានទិញពីរសជាតិគឺរសជាតិដើមផងជាមួយនឹងមួយទៀតហ្នឹងគឺរសជាតិ sweet pepper ខ្ញុំពងបង្ហាញដំបូងគេនេះវិញគឺជារសជាតិ sweet pepper ហើយខ្ញុំឲ្យគេថែម cheese ទៀតដល់ពេលចឹងទៅគឺគាត់2000បន្ថែមទៀតក្នុងហ្នឹងគឺមានតាំងពីសាច់ជ្រាមហើយតាំងពីពោតមួយចានបើគេហ្នឹងគឺប៉ាម៉ាហេច្រើនដែរអញ្ចឹងបើរសជាតិមួយហ្នឹងគឺឆ្ងាញ់មែនហើយបន្តមកទៀតមួយនេះវិញគឺជារសជាតិដើមបើមួយហ្នឹងវិញពេលដែលញ៉ាំទៅរៀងជូរអែមក្នុងហ្នឹងគឺមានតាំងពីសាច់ជ្រាមមានតាំងពីពីងប៉ោះមួយខ្ទឹមនិយាយទៅគឺមើលតំណមែនតែហ្មងតម្លៃសមរម្យទៀតគ្រាន់តែរសជាតិវិញអានថាឆ្ងាញ់គួរសមដែរអញ្ចឹងនិយាយទៅរសជាតិម្នាក់ម្យ៉ាងដែរអញ្ចឹងគ្រាន់តែសម្រាប់ខ្ញុំហ្មងគឺឆ្ងាញ់ជាងគេគឺ sweet pepper បើតែញ៉ាំអីឬក៏មិនមែនតែហ្មងសាក់រសជាតិមួយហ្នឹងស្រស់ហ្មងបើបងប្អូនចង់ញ៉ាំគឺអាចប្រើបាននៅម្ដុំទូទំពង